ជំរាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំនឹងមកធ្វើការ review អំពីប្រភេទម៉ាស៊ីនជំនួសរោមដែលប្រើប្រាស់នៅកម្មវិធី Android System ចំពោះប្រភេទម៉ាស៊ីនមួយនេះផងដែរជាលក្ខណៈ medical hair removal device ដែលផ្ដោតទៅលើការជំនួសរោមតែម្ដងព្រោះប្រភេទម៉ាស៊ីនមួយនេះគឺអាចធ្វើការជំនួសរោមបានគ្រប់ទីកន្លែងតែម្ដងមិនថារោមដៃរោមជើងពុកមាត់ក្លៀកប៊ីកានីគឺអាចធ្វើការជំនួសរោមបានដោយភាពត្រជាក់អត់មានការឈឺចាប់អត់ជះភ្លើងអត់ចាំងភ្នែកទេមួយវិញទៀតប្រភេទម៉ាស៊ីនមួយនេះគឺមាន laser wavelength រហូតដល់ទៅ4ដែលនៅក្នុងនោះមាន755 808 909និង1064 nanomètre ដែលមានមុខងារពិសេសនៅក្នុងការជំនួសរោមមិនថារោមដែលក្រាស់ខ្លាំងរោមពិបាកនៅក្នុងការជំនួសកម្រិតណាគឺអាចធ្វើការជ្រើសរើសប្រភេទម៉ាស៊ីនមួយនេះបានផងដែរមួយវិញទៀតចំពោះប្រភេទម៉ាស៊ីនមួយនេះ laser bar របស់វាគឺនាំចូលពីខាងសហរដ្ឋអាមេរិកតែម្ដងហើយបើសិនជាលោកគ្រូអ្នកគ្រូចង់ដឹងថាប្រភេទម៉ាស៊ីនមួយនេះទទួលស្គាល់ពីខាងណាខ្លះប្រភេទមួយនេះទទួលស្គាល់គុណភាពពីខាងអន្តរជាតិដែលនៅក្នុងនោះមាន CE ជាមួយនឹង FDA បើសិនជាលោកគ្រូអ្នកគ្រូកំពុងតែស្វែងរកម៉ាស៊ីនជំនួសរោមស៊េរីថ្មីស៊េរីទំនើបប្រើប្រាស់នៅប្រព័ន្ធ Android ងាយស្រួលនៅក្នុងការប្រើប្រាស់អាចធ្វើការជ្រើសរើស model មួយនេះបានហើយបើសិនជាលោកគ្រូអ្នកគ្រូមានចម្ងល់ចង់សួរព័ត៌មានបន្ថែមអាចធ្វើការតាក់ទងមកខាងក្រុមការងារពួកយើងបានអរគុណជម្រាបលា